សួស្តីអរគ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ជាមួយនឹង Page Mr. បែបម្ដងទៀតហើយបាទហើយថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងសាក To the Storm ដែលជាភាគ2គឺជាភាគបន្តរបស់យើងអូខេកុំឲ្យខាតពេលយើងចូលមកទស្សនាទាំងអស់គ្នាតែម្ដងតាភាគ2នេះគឺថា hit តែម្ដងឲ្យមានតនីមកក៏យើងឲ្យមានអ្នករបួសមានអ្នកស្លាប់ថែមទៀតហើយមានតនីតែម្ដងថាភាគនេះអ្នកទាំងអស់គ្នាប្រកាសជាល្អមើលហើយជក់ចិត្តហើយក៏រន្ធត់ចិត្តដែរហើយអ្នកទាំងអស់គ្នាបានសាកគ្រាន់ទាំងអស់ឲ្យមាន BL ណាបើសិនជាមិនតន់សាកទេតម្នាក់ម្ដងម្នាក់ពីរដងទៅជួយ support admin ផងនោះបានទាំងអស់ទៅប្រើផងកុំឲ្យខាតពេលតែយើងចោលទស្សនាទាំងអស់គ្នាតែម្ដងទេបងប្អូនទាំងអស់គ្នាក៏តន់អាចទៅណាបើសិនជាចង់បានទឹកអប់ដែលមានក្លិនល្អគុណភាពល្អហើយតម្លៃមហាធូរថ្លៃគឺមកហាងរបស់ខ្ញុំភ័យរបស់ខ្ញុំនោះគឺត្រូវហើយទឹកអប់ Blue Channel Coco Versace Mix Dior Gucci អីនោះគឺថាហាងរបស់ខ្ញុំលក់ដាច់ខ្លាំងមែនតើនៅក្នុងមួយរយៈចុងក្រោយនេះគឺថាដាក់អស់រហូតតែម្ដងភ្ញៀវគាត់ពេញចាត់ទិញមួយហើយទិញថែមមួយទៀតពីរទៀតដើម្បីឲ្យបងប្អូនរបស់គាត់អញ្ចឹងគឺថាលក់ដាច់ខ្លាំងមែនតើបងប្អូនយើងទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំមាន promotion ទឹកអប់3ដបនៅក្នុងដៃរបស់ខ្ញុំនេះបងប្អូនយើងអាចរើសក្លិនបានតាមចិត្តបងប្អូនទាំងអស់គ្នាតែម្ដង3ដបនេះគឺត្រឹមតែ$20ហើយ free សេវាដែរទូទាំងខេត្តក្រុងឲ្យបងប្អូនទាំងអស់គ្នាថែមទៀតជាធម្មតាខ្ញុំលក់មួយដប$10 3ដបគឺ30ប៉ុន្តែខ្ញុំ promotion 30% គឺនៅសល់តែ$20ទេ3ដបហ្នឹងហើយបើសិនជាបងប្អូនចង់ទិញមួយដប2ដបក៏បានដែរខ្ញុំ discount ឲ្យ20%ថែមគឺលក់ឲ្យជូនតែមួយដប$8ទេបងប្អូនអាចរើសក្លិនតាមចិត្តតែម្ដងខ្ញុំធានាថាក៏អូបយកទៅពេញចិត្តជាប់បាន12ទៅ15ម៉ោងធានាថាពេញចិត្តតែម្ដងបងប្អូនទាំងអស់គ្នាកុំភ្លេចបើសិនជាមានចំណាប់អារម្មណ៍កុំភ្លេចឆាតចូលភ័យណាអរគុណបងប្អូនទាំងអស់គ្នាខ្លាំងមែនតើដល់តែយើងសាកបានដឹងថារបស់នឹងល្អមិនល្អមែនទេអញ្ចឹងឲ្យបងប្អូនសាកមើលធានាថាល្អពេញចាលក់ធូរចែកជូនបងប្អូនទាំងអស់គ្នាយកទៅប្រើទាំងអស់គ្នាទេតាមសារហ្នឹងយើងបោកក្រោយបន្តិចឃើញថាវូចង់ទៅកាន់កប៉ាល់របស់គេណាខ្ញុំនៅពេលហ្នឹងក៏បានឃើញអាសក់កុហកជាមួយនឹងគ្នារបស់គេនៅនឹងជាមួយនឹងស្រីរបស់គេ3នាក់តែបានកូនចៅរបស់វូចង់ដាក់ឡើងទូតែម្ដងដោយសារតែគេបានឡើងបដាល់ដូចនេះហើយធ្វើឲ្យថាធ្វើអីអញ្ចឹងណាឲ្យវូចង់ឡើងខ្លួនឯងពួកគេដាក់តែម្ដងវូចង់ក៏បានចូលមកដល់គេបាននិយាយថាអូខ្ញុំពិតជាហេវខ្លាំងតែក៏បានទៅស៊ីជ្រូកខ្វាយស៊ីអីទៅចុំយ៉ាពណ៌ឯងឃើញហើយគឺពិតជាភ័យខ្លាំងតែវូចង់ក៏បានសួរទៅកាន់អាសក់កុហកតាណាគេគឺជាអ្នកធ្វើអីអញ្ចឹងណាវូចង់ក៏បានប្រាប់ថាគឺជាឆាវូទៅយើងនឹងឯងគេនិយាយឡើងភ័យតែម្ដងវូចង់ក៏បានថាមិនបាច់ភ័យទេគេសញ្ញកូនចាស់របស់គេចាប់ពីគ្នាមួយនឹងមកហើយក៏និយាយថាឯងឃើញទឹកស៊ុបមិនទេមកក្តៅខូចតែម្ដងគ្មានទេចាប់ដែរមួយនឹងមកញាត់ចូលទឹកស៊ុបនឹងគ្រុចចុំយ៉ាយហើយមកគេឡើងរកចិត្តខ្លាំងទៅមកមួយនឹងស្រីដូចខូដូចក្បីចឹងបន្តពីមកក៏បានអូកពណ៌នឹងទៅដាក់ភូថទៀតមិនដឹងថាស្លាប់ឬក៏រស់ទេបន្តពីមកគេក៏បានដឹងពីអត្តសញ្ញាណរបស់តួយើងណាគេក៏ដឹងថាតួយើងនឹងបែកកូនចាស់របស់គេកាលពី season 1អាបេសុកគេចាំតែម្ដងគេមើលប្រវត្តិផងឲ្យផងគេចាប់អារម្មណ៍ជាមួយតួយើងខ្លាំងមែនតើរួចបន្តពីមកគេក៏បានមកជួយជាមួយតួយើងឯងគេហៅតួយើងចូលក្រុមជាមួយនឹងគេទៅវាយបដាល់វាយអីចឹងណាប៉ុន្តែតួយើងប្រហែលជាបដិសេធនៅថ្ងៃស្អែកបន្តមកគេថាអូនជីហេក៏បដាល់ដែរម្នាក់ក៏ស្រាប់តែមានម្នាក់មួយពោះធំជួយបានជួយអីចឹងឲ្យអូនជីហេជួយរើសចឹងអូនជីហេក៏បានជួយរើសមានណាក៏ត្រូវបានបដាល់គេមកពីណាមិនដឹងទេចាប់នាងឡើងប្រួយតែម្ដងខ្ញុំមកកាន់តួយើងកំពុងតែហ្វឹកហាត់សមបដាល់ណាខ្ញុំវាយចុះវាយឡើងដែលមានមិត្តភក្តិរបស់គេទាំងពីរហ្នឹងអង្គុយមើលចឹងពួកគេគិតថាគេធ្លាប់ចាញ់ជាមួយតួយើងហើយមកដល់ឥឡូវនេះក៏មិនអាចឈ្នះតួយើងមកដែរដោយសារតែគាត់ខំប្រឹងហ្វឹកហាត់អីចឹងណាបន្តពីនោះមកពួកគេក៏បានរត់ទៅញ៉ាំបាយញ៉ាំអីតាក់ទងទៅកាន់អូនជីហេដើម្បីញ៉ាំបាយជុំគ្នាចឹងប៉ុន្តែតាក់ទងមិនចូលទេបដាល់ក៏បានផ្ញើវីដេអូមកកាន់តួយើងតែម្ដងឲ្យមើលណាឃើញថាពួកវាបានចាប់អូនជីហេបាត់ទៅហើយតួយើងឃើញចឹងហើយគឺថាដឹងតែម្ដងគឺធ្វើដែររបស់វូយ៉ងដោយសារយប់មិញហ្នឹងវូយ៉ងមកបបួលគេវាយបដាល់វាយអីចឹងមកសើតួយើងបដិសេធប្រកាសជាមនុស្សនៅជុំវិញខ្លួនប្រាណរបស់តួយើងប្រកាសជាមានបញ្ហាជាមិនខានទេតួយើងឃើញចឹងពិតជាខាងខ្លាំងតែចង់ទៅម្នាក់ប៉ុន្តែវុនជន់បានខកចឹងតួយើងក៏បានថាបើសិនជាឯងខ្លាចឯងនៅនឹងចោតួយើងទៅម្នាក់ប៉ុន្តែវុនជន់ក៏បានថាយើងគ្មានខ្លាចពួកឯងអស់ហ្នឹងទេប៉ុន្តែយើងទៅរៀបចំផែនការឲ្យបានល្អយើងមិនចង់ត្រឡប់ទៅកន្លែងចាស់វិញចឹងគឺថាជាប់ពន្ធនាគារវិញទៀតចឹងណារៀបចំផែនការឲ្យស្រួលដើម្បីរំដោះនាងឲ្យបានឯងគិតមើលបើសិនយើងទៅឡូមូលធម្មតាគ្នាយើងពីរបីនាក់អាចយកឆ្នាំវាបានដែរទេមិនឯងតែយើងត្រូវរៀបចំផែនការឲ្យល្អហើយបន្តពីនេះមកពួកគេក៏បានជិះឡានរបស់សាំងយ៉ុងទៅអាឡានដឹកភីសាឃើញយើងដើម្បីស្វែងរកសេវាក៏ដូចទីតាំងរបស់ជីហេតែដល់ចូលឡានក៏បានឃើញអាគេមួយចឹងដឹងថាគេនឹងទូរស័ព្ទរបស់ជីហេនៅកន្លែងហ្នឹងតែដល់ពួកគេក៏បានឡើងទៅឃើញថាជីហេនៅកន្លែងហ្នឹងត្រូវបានគេចងផងបិទស្គត់មកផងប៉ុន្តែនាងព្យាយាមឲ្យសញ្ញាតួយើងចាក់ចេញពីកន្លែងហ្នឹងចឹងតួយើងគិតថាចូលមកពីអ្នកហ្នឹងឆោយើងនៅកន្លែងហ្នឹងគ្មានបញ្ហាអីចំពោះគាត់ទៅក៏បានរត់ចូលទៅគ្មានឃើញយើងម្នាក់ដៃប៉ាំងចុំយាយដួលថ្មនៅកន្លែងហ្នឹងតែម្ដងប៉ុន្តែនាងព្យាយាមឲ្យតួយើងចាក់ចេញទៅចឹងគាត់ទៅឆ្ងល់ខ្លាំងតែហេតុអីទៅមានតែពីរនាក់ហ្នឹងសោះខ្លាចអីទៅចុំយ៉ាពណ៌ដែរក៏បានចូលមកតែម្ដងគេរៀបចំផែនការឲ្យតួយើងមកកន្លែងហ្នឹងចឹងណាម៉ែអើយមិនខំពី100នាក់ទេដើរចូលមកតែម្ដងវុនជន់ក៏បាននិយាយទៅកាន់តួយើងថាយើងបែងចែកគ្នាទៅម្នាក់50ទៅបែងចែកគ្នាឲ្យដែរទៅហើយម្នាក់ស្រីមួយនេះគឺជាអ្នកបញ្ជាពណ៌ដែរគេទាំងអស់ហ្នឹងចឹងគេបានបញ្ជាឲ្យពណ៌ដែរគេទាំងអស់ហ្នឹងចូលមកចាត់ការតួយើងជាមួយនឹងវុនជន់តែម្ដងចុំយ៉ាចូលមកដាក់យកកន្លែងហ្នឹងតែម្ដងប៉ុន្តែពីរនាក់គេយើងមិនអាចយកឈ្នះមនុស្ស100នាក់បាននោះទេវាមិនមែនរឿងនេះណារឿងនេះអាចម្នាក់ស្រីហ្នឹងក៏បានតាក់ទងទៅកាន់វូយ៉ងថាគេប្រកាសជាចាប់តួយើងជាមួយនឹងគ្នារបស់គេបានជាមិនខានទេវូយ៉ងក៏បានថាចាប់ពួកគេមកទាំងអស់មកបន្តពីនោះមកតួយើងជាមួយនឹងវុនជន់ហើយនឹងជីហេត្រូវបានគេចាប់ខ្លួនទៅចំណែកគ្នារបស់គេដែលចាំនៅខាងក្រៅគឺថាព្យាយាមដេញតាមចឹងមុនហ្នឹងគឺថាចាំឡាន2នាក់ហើយចូលទៅ3នាក់អញ្ចឹងទៅនៅពេលពួកគេទាំង3នាក់ដល់កន្លែងពណ៌ដែរអស់ហ្នឹងតួយើងក៏បានដឹងខ្លួនណាក៏យើងតួយើងក៏បានសួរថាកន្លែងនេះគឺជាកន្លែងណាមានណាបានឃើញវូយ៉ងនៅមកគេតែម្ដងវូយ៉ងក៏បានថាហេតុអីបានចែកមិនព្រមតាមយើងតាមស្រួលទៅអ្នកជំវិញខ្លួនឯងគឺគ្មានបញ្ហាចឹងហេតុអីបានចែកធ្វើអញ្ចឹងហ
ហាក្មេងតូចគេមានហ្គេមសប្បាយៗឲ្យតួយើងលេងតែម្ដងរវាងវុនជន់ហើយនឹងជី happy នេះនឹងឲ្យតួយើងរើសយកមួយចឹងថាយកមួយណាបើសិនតែយកមួយហើយម្នាក់ទៀតគឺត្រូវស្លាប់ 100% តែម្ដងជុំយ៉ាងហ្គេមនេះហ្គេមស្លាប់ហ្គេមរស់និយាយប៉ុណ្ណឹងហើយគេក៏បានដើរចាក់ចេញពីកន្លែងហ្នឹងតែម្ដងឲ្យម្នាក់ស្រីឲ្យលឿងនៅកន្លែងហ្នឹងដើម្បីសួរតួយើងចឹងម្នាក់ហ្នឹងមានឈ្មោះថាផាក់ស៊ីយុនអីណាប៉ុន្តែអេមិនសុំហៅថាអចេចឹងណាដោយសារតែយុនជន់វុនហ្នឹងវាច្រើនទៅក៏បើគ្នាយើងញ៉ៃចឹងណាគឺយើងអេមិនសុំហៅថាអចេចឹងទៅម្នាក់ស្រីហ្នឹងក៏បានសួរតួយើងថាតើគួរយកមួយណាចឹងឲ្យតួយើងសម្រេចចិត្តតែតួយើងមិនដឹងថាសម្រេចចិត្តយកមួយណាទេបើសិនជាគាត់សម្រេចចិត្តប្រកាសជាមានម្នាក់ស្លាប់ជាមិនខានទេគាត់មិនដឹងនោះទេម្នាក់ស្រីនឹងចាប់ផ្ដើមរាប់តែម្ដងតួយើងក៏ដឹងថាត្រូវធ្វើមិននោះទេក៏មិនដឹងថាយកមួយណាទេម្នាក់ស្រីចេះរាប់ទៀតណាគឺយើង5 6អីចឹងទៅក៏ពិតជាពិបាកចិត្តខ្លាំងមែនតើចង់ក្រោយមានណាដល់មួយតួយើងតាមអាចសម្រេចចិត្តទេគ្មានទេម្នាក់ស្រីក៏បានងើបមកមានណាយកកបត់ចាក់ទៅកាន់វុនជន់មកកបត់តែម្ដងវុនជន់ថាបើកបត់នឹងឲ្យដួលស្មៅយកទៅមកឡើងលិចណាហើយដល់ទៅកាន់តួយើងថែទៅតួយើងពេលស្រែកថាតែកុំធ្វើចឹងណាគឺយើងរកចាក់មួយទៀតមានណាវុនជន់មិនដឹងថារួចដៃទៅពេលណាចាប់ដៃម្នាក់ស្រីនឹងជាប់គ្មានទឹកគវាប្រៅម្នាក់ស្រីដួលស្មៅតែមកខាងទៀតតែប្រព័ន្ធឯគេឃើញចឹងក៏បានរត់មកគ្មានទេវុនជន់យកទៅដាក់មកដៃប៉ាំងដេចផ្ងាច្បាស់មួយទៀតចង់ចូលមកមានណាវុនជន់ចាប់មុខជប់បោកទៅកន្លែងមួយតែម្ដងគ្មានទេម្នាក់ស្រីក៏បានងើបមកចាក់មកកបត់ទៀតហ្សបវុនជន់ចាក់កបត់នឹងចុះម្នាក់ស្រីព្យាយាមចាំមានណាព្យាយាមហ៎អាចឯងគួរត្រូវមកដៃប៉ាំងស្លាប់ឆឹងយកតែម្ដងបន្តពីនោះមកគេក៏បានជួយដោះលែងជីហេជាមួយតួយើងដើម្បីចាក់ចេញពីកន្លែងហ្នឹងតែម្ដងហើយគេក៏បាននិយាយថាឯងផ្លេចហើយមែនទេពួកយើងគឺជាជើងខ្លាំងនៅក្នុងគុកមិនចេះតែឲ្យពួកវាមករញ៉េរញ៉ាក៏ដូចជាធ្វើបាបពួកយើងនោះទេតោះយើងឆាប់ត្រឡប់ទៅវិញតួយើងលើចង្ហាក៏បានចុះមកចាត់ការជាមួយពួកឯងតែម្ដងមកដាក់យកហក់កាប់ចានផងអីផងពួកឯងគេនៅតាមផ្លូវគឺថាច្រើនខ្លាំងតែតាមចណ្ដោមមកឡើងពេញណាពេញណីតែម្ដងគ្នារបស់គេពីរនាក់នៅខាងក្រៅរៀបចេញចុះមកជួយហើយវុនចន់បានប្រាប់ទៅកាន់តួយើងថាឲ្យឆាប់ចាក់ចេញពីកន្លែងហ្នឹងទៅកន្លែងតួគេគឺជាអ្នកចាត់ការអញ្ចឹងណាឆាប់ចុះទៅនាំជីហេត្រឡប់ទៅវិញទៅកន្លែងនេះតួគេគឺជាអ្នកចាត់ការតួយើងក៏បានប្រញាប់ចុះមកជាមួយនឹងជីហេអញ្ចឹងវុនចន់នៅម្នាក់ឯងនៅកន្លែងហ្នឹងជុំយកពណ៌ដៃហ្នឹងណាបាននិយាយទៅកាន់វុនចន់ថាឯងលាឪពុកម្ដាយរបស់ឯងលាសាច់ញាតិរបស់ឯងឲ្យទៅចុំមកចាត់ការជាមួយពណ៌ដៃអស់ហ្នឹងតែម្ដងមកដាក់សុភីភូពេញណាពេញណៃពេញប៉ងណាហើយយើងដឹងថាគ្នាគេជាង100នាក់គឺយើងដូចជាពិបាកដល់ហើយនៅពេលដែលតួយើងចុះមកជាមួយនឹងជីហេក៏បានជួយជាមួយពណ៌ដៃគេនៅតាមផ្លូវទៀតជុំយកគ្នាវាសត្វតែហេតណាតួយើងក៏បានប្រាប់ទៅកាន់ជីហេថាឲ្យឆាប់ចាក់ចេញពីកន្លែងទៅក៏រាប់ពី1ដល់3ឲ្យចាក់ចេញទៅ1 2 3ជីហេមានតែតួយើងពិតជាខ្លាំងតែចំហេតុអីមិនជាមិនចាក់ចេញអញ្ចឹងពណ៌ដៃរៀបចូលមកក៏បានលឺសំឡេងមនុស្ស2នាក់ដើរចូលមកដូចគ្នាគឺជាសាំងយ៉ុងហើយនឹងចាំងសុងណាដើរចូលមកកន្លែងហ្នឹងគេបែរថា Oh my god គេខានវាយគ្នាយកហើយដូចជារមាស់ដៃខ្លាំងមែនតែពីរនាក់យើងដឹងស្រាប់គឺជើងខ្លាំងក្នុងគុកដូចគ្នាក៏បានចូលទៅតែម្ដងមកចាំងសុងក៏បានរត់បុកពណ៌ដៃនឹងប៉ាំងហើយចំណែកសាំងយ៉ុងវិញបងស្វារបស់យើងគឺថាទាត់ពណ៌ដៃដូចគោដូចក្បាច់ពណ៌ដៃមានធំប៉ុន្តែសាំងយ៉ុងមកដាក់យកទាត់យកតួយើងឃើញចឹងហើយពិតជារំភើបចិត្តខ្លាំងមែនតែតែមិត្តភក្តិរបស់គាត់មកជួយគាត់ពិតជារំភើបចិត្តខ្លាំងតែពួកគេទាំងអស់គ្នាចាត់ការពណ៌ដៃគេកន្លែងហ្នឹងហើយក៏បានទៅមើលវុនចុនណាពួកគេពិតជាបារម្ភជាមួយនឹងវុនចុនខ្លាំងតែទៅដល់ឃើញថាវុនចុនអង្គុយនៅកន្លែងហ្នឹងតែម្ដងមកពណ៌ដៃគេដេកព្រាតនៅកន្លែងហ្នឹងចុំយ៉ាយពួកគេទាំងអស់គ្នាឃើញចឹងហើយរំភើបចិត្តវិញគាត់ថាវុនចុនមានបញ្ហាអីចឹងក៏បានហៅវុនចុនត្រឡប់ទៅវិញប៉ុន្តែវុនចុនក៏ត្រូវធ្ងន់ខ្លាំងតែវាយជាមួយពណ៌ដៃគេមក20 30ចំណេះច្រើនខ្លាំងតែហើយគាត់មុនហ្នឹងធ្វើមកកបត់ថាទៅក៏ពិតជាមានការឈឺចាប់ខ្លាំងតែងើបអត់រួចទេតួយើងក៏បានគ្រាមកណាពួកគេពិតជាបារម្ភជាមួយនឹងវុនចុនខ្លាំងតែវុនចុនក៏បានប្រតិកម្មតួយើងថាឲ្យទុកគាត់នៅកន្លែងហ្នឹងទៅឲ្យនៅគ្នាតែរួចខ្លួនតែដោយសារពណ៌ដៃគេគឺថាមកច្រើនខ្លាំងតែតួយើងអត់បោះបង់នោះទេក៏បានគ្រាវុនចុនឡើងតោះតែបានតែម្ដងតាក់ជើងផងអាជើងនៅខាងក្រោមផងពណ៌ដៃនៅបាំងផ្លូវផងប៉ុន្តែសាំងយ៉ងអត់ឈុំទៅគឺថាជីបោកយកតែម្ដងងាកមកកាន់អាចារ្យលើឬវិញមិនតន់ស្លាប់ទេត្រូវប្រហែលក៏ភ្លៀងហើយមិនតន់ស្លាប់នោះទេក៏បានតាក់ទងទៅកាន់វូយ៉ងថាក្រុមតួយើងបានចាក់ចែងពីកន្លែងហ្នឹងចឹងឲ្យវូយ៉ងរៀបចំផែនការដើម្បីសម្រាប់ពួកគេចោលទៅងាកមកកាន់លើឡានវិញពួកគេពិតជារំភើបចិត្តខ្លាំងតែដោយសារតែវុនចុនគាត់ទៅលេងរួយគាត់អស់កម្លាំងខ្លាំងមែនតើឈាមក៏ហូរច្រើនក៏បាននិយាយលាទៅកាន់អ្នកទាំងអស់គ្នាតែម្ដងអ្នកទាំងអស់គ្នាលឺហើយគឺថារំភើបចិត្តផងស្រក់ទឹកភ្នែកផងមិត្តភក្តិឆ្លៃរាប់អានស្មើជីវិតចឹងវុនចុនក៏បានផ្ដាំប្រាប់ថាកុំឲ្យសងសឹកអីឆាប់នាំគ្នាចាក់ចែងពីកន្លែងហ្នឹងទៅប្រើជីវិតធម្មតានៅកន្លែងផ្សេងបើសិនជាសងសឹកទៅមកមិនដឹងថ្ងៃណាចប់នោះទេគេផ្ដាំទៅកាន់តួយើងថាឲ្យមើលថែជីហេហងបន្ទាប់ពីនោះមកគេក៏បានលាចាកលោកនេះទៅអ្នកទាំងអស់គ្នាពិតជាសោកស្ដាយខ្លាំងមែនតើបន្ទាប់ពីនោះមកគ្នាយើងដឹងស្រាប់តួយើងគឺថាគាត់គឺជាមនុស្សម្នាក់ដែលចិត្តក្តៅខ្លាំងមែនតើណាគឺយើងគាត់នឹងសងសឹក 100% តែម្ដងគាត់ក៏បានតែកន្លែងបនសរបស់វុនចុនហើយគាត់និយាយទៅកាន់វុនចុនថាចាប់ពីថ្ងៃតទៅគាត់នឹងសងសឹកឲ្យវុនចុនឲ្យតតែបានតែម្ដងគាត់មិនស្ដាប់វុនចុននោះទេដោយសារវុនចុនប្រាប់គាត់ថាមិនឲ្យសងសឹកឲ្យចិត្តប៉ុន្តែគាត់ត្រូវតែសងសឹកឲ្យ 100% តែម្ដងចាប់ពីភីនេះទៅគឺថាហិតតែម្ដងតួយើងគឺថាតាមចាត់ការពណ៌ដៃតែម្ដងមកដឹងតែល្អមើលតែម្ដងគឺយើងឲ្យរឿងភាគនេះក៏ត្រូវបានកាត់ចាប់ឲ្យត្រឹមនេះណាគឺយើងឲ្យ admin សុំផ្ដាំមួយទៅកាន់ fan ទាំងជក់ឈាមណាគ្នាយើងគឺថារឿង admin ដែលត្រូវបាន YouTube remove ទៅគាត់យកទៅផុសពេញ channel តែម្ដងចុំយ៉ាក់រត់តែផុសវិញអត់បានទេអញ្ចឹង admin សុំណាគឺយើងបានផុសហើយក៏លុបចេញពី YouTube ទៅដោយសារតែបើសិនជា admin ផុសទៅប្រកាសជាជាប់ review content ជាមិនខានទេដូច្នេះសុំវសុំចាតបើធ្វើ fan បានប៉ុន្តែ confirm ទាំងជក់ឈាមបែបហ្នឹងណាគឺយើងគឺថាមួយចំនួនតូចមួយទេក៏យករឿង admin ដែល channel remove ទៅយកទៅផុសបន្តអញ្ចឹងណាខ្ញុំដូច្នេះហើយ admin អាចយករឿងទាំងអស់ហ្នឹងយកមកផុសម្ដងទៀតបាននោះទេបើឃើញអញ្ចឹងហើយលឺសំឡេងហ្នឹងហើយជួយលុបចោលផងណាគឺយើង admin សុំវក៏បានដែរមិនចង់មានបញ្ហាទេដោយសារតែ channel តូច admin មិនចង់ធ្វើអីនោះទេហើយថ្ងៃនេះដែរ admin វាអត់មានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាជួបតែឋានៈសំណាងល្អនឹងរត់ទទួលទេមានមកច្បាស់វាសង្ខេបរឿងសូមជម្រាបលាបាយបាយ